សួស្តីអតិថិជនទាំងអស់គ្នាសម្រាប់អតិថិជនទាំងអស់គ្នាដែលមានតម្រូវការសោ Smart Lock ដែលមានគុណភាពល្អមានតម្លៃសមរម្យថ្ងៃនេះខ្ញុំមកបង្ហាញសម្រាប់សោ brand របស់ Lenovo ដែលមានលេខកូដ E2 នេះថ្ងៃនេះខ្ញុំនឹងបង្ហាញ option ពិសេសមួយសម្រាប់សោមួយនេះដែលយើងអាចបញ្ជាតាមរយៈទូរស័ព្ទដៃសម្រាប់ទូរស័ព្ទដៃនេះដែរគឺអតិថិជនទាំងអស់គ្នាគឺអាច create ជា password មានន័យថាយើងបង្កើតលេខកូដបណ្ដោះអាសន្នសម្រាប់ឲ្យទៅអតិថិជនឬក៏អ្នកនៅក្នុងផ្ទះរបស់យើងគាត់ប្រើប្រាស់បានពីចម្ងាយដែលយើងអត់ចាំបាច់នៅជិតសោទេចាសម្រាប់នៅក្នុងនេះដែរគឺយើងគ្រាន់តែចូលទៅក្នុង app របស់ទូរស័ព្ទ app ទេហើយនៅក្នុងនេះគឺយើងមាន2ទី1នោះគឺមាន remove password អញ្ចឹងសម្រាប់ remove password នេះគឺយើងគ្រាន់តែចុចទៅលើពាក្យ remove password ហ្នឹងគឺវានឹងឲ្យលេខកូដរបស់យើងមកចាយើងអាចចុចនៅលេខកូដនេះបានសម្រាប់លេខកូដនេះគឺយើងប្រើរយៈពេលតែ5នាទីឯងហើយលក្ខណៈពិសេសរបស់វាមួយទៀតហ្នឹងគឺយើងចូលទៅក្នុង temporary password សម្រាប់នៅក្នុងនេះដែរគឺអតិថិជនអស់គ្នាអាចបង្កើតជា password សម្រាប់ឲ្យអ្នកនៅផ្ទះឬក៏ភ្ញៀវរបស់យើងដែលយើងដាក់ឲ្យគាត់ប្រើបានចាអញ្ចឹងសម្រាប់នៅក្នុងនេះគឺយើងងាយស្រួលមែនតើយើងអាចដាក់ឈ្មោះដាក់ថ្ងៃចាប់ដើមឬក៏ថ្ងៃបញ្ចប់មានន័យថាយើង create passcode សម្រាប់ឲ្យគេពីចម្ងាយអត់ចាំបាច់យើងនៅចិត្តសោបានយើង create ទេអញ្ចឹងវាបន្ថែមភាពងាយស្រួលសម្រាប់យើងដែលជាម្ចាស់ផ្ទះមួយទៀតវាត្រូវបំផុតសម្រាប់អតិថិជនដែលនៅដែលគាត់ប្រើសោនេះសម្រាប់ដាក់ជា condo ជួលជាផ្ទះជួលឬក៏ជា apartment ជួលចាអញ្ចឹងតោះយើងទៅសាកតេស្តទាំងអស់គ្នាថាសម្រាប់សោនេះដែរគឺយើងអាច create passcode ហ្នឹងបានតាមរបៀបមិនចាអញ្ចឹងទី1គឺយើងចូលទៅក្នុងយើងចូលទៅក្នុង temporary password ចាបន្ទាប់មកគឺយើងយកសញ្ញាបូកចាបន្ទាប់មកនៅខាងក្រោមនេះគឺគេឲ្យយើងដាក់ឈ្មោះសម្រាប់ដាក់ឈ្មោះនេះគឺយើងអាចដាក់ឈ្មោះបានដាក់ជាលេខកូដអីកំណត់បានដែរងាយស្រួលយើងក្នុងការ check មើល record ដូចគ្នាចាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំឧទាហរណ៍ដោយខ្ញុំដាក់ឈ្មោះចាខ្ញុំដាក់ឈ្មោះបន្ទាប់មកគឺយើងដាក់ថ្ងៃចាប់ដើមអញ្ចឹងសម្រាប់ថ្ងៃចាប់ដើមរបស់ខ្ញុំហ្នឹងគឺខែ5ថ្ងៃទី23ហ្នឹងហ្មងមានម៉ោងមាននាទីច្បាស់លាស់ចាប់បន្ទាប់មកយើងចុចពាក្យដានថ្ងៃបញ្ចប់តើយើងចង់ create passcode ហ្នឹងឲ្យគេប្រើរយៈពេលប៉ុន្មានគឺយើងអាចកំណត់បានដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់រយៈពេល1ខែអញ្ចឹងខ្ញុំគ្រាន់តែអូសកន្លែងខែនេះទៅជាខែ6ចាបន្ទាប់មកគឺយើងយកពាក្យដានហើយយើងចូលពាក្យ get random នេះចាសម្រាប់កន្លែងនេះដែរគឺគេវានឹងឲ្យលេខកូដរបស់យើងស្រាប់ហ្មងអញ្ចឹងក្នុងករណីថាអតិថិជនទាំងអស់គ្នាអត់ចង់ប្រើលេខកូដដែលគេឲ្យស្រាប់គឺយើងអាចដូរកន្លែងបានទៀតអញ្ចឹងយើងគ្រាន់តែចុចទៅលើប្រអប់ឆុងហ្នឹងទៅរួចហើយយើងអាចដាក់លេខកូដទៅតាមតម្រូវការរបស់យើងបានឧទាហរណ៍ថាខ្ញុំដាក់លេខកូដទៅតាមលេខកូដដែលខ្ញុំចង់ដាក់វិញចាអញ្ចឹងខ្ញុំដាក់11 12 13ហើយមានលេខ4នៅខាងក្រោយចាអញ្ចឹងសម្រាប់នេះគឺតែប៉ុណ្្នេះយើងអាច screenshot ឲ្យគេទៅយើងគ្រាន់តែចុចពាក្យដានទៅចាចុចពាក្យដានហើយយើងផ្ញើលេខកូដនេះទៅឲ្យអ្នកដែលយើងចង់ឲ្យគាត់ប្រើហ្នឹងគឺគាត់អាចប្រើបានរយៈពេល1ខែអញ្ចឹងផុតពី1ខែទៅគឺគាត់ប្រើលែងការអីអញ្ចឹងវាបន្ថែមភាពងាយស្រួលសម្រាប់យើងមែនតើសម្រាប់អតិថិជនដែលគាត់ដាក់ជាផ្ទះជួលជា condo ជួលជា apartment ជួលគឺខ្ញុំ recommend ឲ្យប្រើ model មួយនេះគឺត្រូវហ្មងគឺសម្រាប់បងអត់ចាំបាច់ឲ្យគេកូនសោឬក៏ប្រើលេខកូដអីសម្រាប់របស់យើងឯងគឺយើងមានលេខកូដរបស់យើងសម្រាប់គ្រប់គ្រងហើយយើងឲ្យគេប្រើលេខកូដមួយទៀតសម្រាប់របស់គេហ្នឹងគឺយើងកំណត់ពេលវេលាបានជាក់លាក់មែនតើចា